និយាយបែបណាឲ្យមានអំណាចនិងទម្ងន់ហេតុអ្វីបានជាយើងនិយាយមិនសូវព្រមស្ដាប់ឬទទួលយកដើម្បីនិយាយទៅមានអំណាចធ្វើឲ្យអ្នកស្ដាប់កោតក្រែងនិងធ្វើឲ្យថ្នាក់ដឹកនាំឬមេ Manager CEO ងាយស្រួលទទួលយកគំនិតរបស់យើងវាមិនមែនទាមទារឲ្យយើងស្រែកខ្លាំងឬប្រើសម្ដីកំហុសនោះទេប៉ុន្តែវាជាសិល្បៈនៃការប្រើប្រាស់ភាសាកាយវិការផ្នែកគំនិតនិងរបៀបរៀបចំសម្ដីខាងក្រោមនេះជាគន្លឹះមាសទាំង5មួយចំណុចដែលបងប្អូនអាចយកទៅអនុវត្តបាន 1. កាត់បន្ថយការប្រើពាក្យ Gestester eliminate weak words មនុស្សភាគច្រើនចូលចិត្តប្រើពាក្យដូចជាញរពយកខ្ញុំគិតថាប្រហែលជាដូចជាមែនទែនទៅពាក្យទាំងនេះធ្វើឲ្យសម្ដីរបស់យើងមើលទៅគ្មានទំនុកចិត្តនិងទន់ជ្រាយគ្មានទម្ងន់ត្រូវនិយាយដោយភាពប្រាកដប្រជាច្បាស់លាស់បដូរពីខ្ញុំគិតថាគម្រោងការងារនេះអាចនឹងល្អដោយផ្អែកលើមកជាខ្ញុំជឿជាក់ថាគម្រោងនេះនឹងផ្ដល់ផលចំណេញដល់ក្រុមហ៊ុនយើងបានលនឹង2. និយាយឲ្យចំចំណុចស្នូលខ្លីខ្លឹមគុណភាពច្បាស់លាស់ 1. Be concise direct មនុស្សដែលមានអំណាចពិតប្រាកដមិននិយាយច្រើនរវើវីឡើយជាពិសេសមេឬថ្នាក់ដឹកនាំពួកគេវល់ខ្លាំងណាស់ពួកគេចង់ដឹងតែពីលទ្ធផលនិងដំណោះស្រាយសកម្មភាពបន្តធ្វើមិនធ្វើតែប៉ុណ្ណោះវិធីសាស្ត្រប្រារព្ធមុន Brief Point ប្រាប់ពីចំណុចសំខាន់ភ្លាម Reason ប្រាប់ពីហេតុផលនៅពីក្រោយ Example លើកឧទាហរណ៍ឬភស្តុតាងបញ្ជាក់ Point 1 ឬ 2 សង្ខេបចំណុចសំខាន់ឡើងវិញ 3. ចេះប្រើគភាពស្ងប់ស្ងាត់ឧជាអាវុធ Master the strategy pause ពេលនិយាយចប់ចំណុចសំខាន់មួយត្រូវផ្អាក Pause រយៈពេល2ទៅវិនាទីមុននឹងនិយាយបន្តការផ្អាកនេះធ្វើឲ្យសម្ដីរបស់យើងមានទម្ងន់ធ្វើឲ្យអ្នកស្ដាប់មានពេលគិតនិងបង្ហាញថាយើងជាមនុស្សម្ចាស់ការលើអារម្មណ៍ខ្លួនឯងមិនឆ្លាចោចង់តែនិយាយបង្ហើយនោះទេឬប្រឹងនិយាយឲ្យតែរួចពីមាត់ 4. គ្រប់គ្រងទឹកដមសម្លេងនិងល្បឿន Tone Pace Control កុំនិយាយញាប់ពេកមើលទៅដូចភ័យហើយក៏កុំនិយាយរដើនពេកមើលទៅហាក់ដូចធុញទ្រាន់ត្រូវនិយាយមួយច្បាស់និងទម្លាក់សម្លេងឲ្យធ្ងន់បន្តិច Lower pitch សម្លេងធ្ងន់និងមួយស្តែងចេញពីអំណាចនិងភាពចាស់ទុំ 5. សម្ដែងមិត្តជាដំណោះស្រាយយូមិនមែនជាការរាប់រៀបបញ្ហាបើដើរទៅរកមេហើយនិយាយតែពីបញ្ហាមេនឹងមានអារម្មណ៍ថាយើងកំពុងយកបន្ទុកទៅដាក់លើគាត់ប៉ុន្តែបើដើរទៅរួមជាមួយជំរឿដំណោះស្រាយមួយឬពីរនោះសម្ដីយើងនឹងមានតម្លៃភ្លាមតែម្ដងឧទាហរណ៍បងឥឡូវយើងកំពុងជួបបញ្ហានេះប៉ុន្តែខ្ញុំបានរៀបចំផែនការដោះស្រាយចំនួន2ជំរឿរួចរាល់ហើយបងជួយពិនិត្យមើលបន្តិចតើមួយណាបង្កើនប្រសិទ្ធភាពជាងបែបនេះមេណាក៏ស្រឡាញ់និងព្រមស្ដាប់យើងដែរ 6. ភាសាកាយវិការមានអំណាច Powerful Body Language ពេលនិយាយត្រូវសម្លឹងជំភ្នែកអ្នកស្ដាប់ Eye Contact ដោយភាពជឿជាក់មិនងាកចុះងាកឡើងរក្សាជំហរខ្លួនឲ្យត្រង់ Good Posture និងប្រើកាយវិការដៃបើកចំហ Open Gestures ដើម្បីបង្ហាញពីភាពស្មោះត្រង់និងមិនលាក់លៀមរបស់យើងច្បាស់មិនញញរស់អំណាចនៃសម្ដីមិនមែនស្ថិតនៅលើឋានៈតែម្ខាងនោះទេប៉ុន្តែវាស្ថិតនៅលើភាពច្បាស់លាស់ភស្តុតាងនិងដំណោះស្រាយដែរយើងយកទៅនិយាយមនុស្សដែលនិយាយតិចតែចំចំណុចនិងមានដំណោះស្រាយជានិច្ចគឺជាមនុស្សដែលមានអំណាចបំផុតក្នុងស្ថាប័ន